សួស្តីបងប្អូនថ្ងៃនេះខ្ញុំនឹងណែនាំបងប្អូនឲ្យស្គាល់ពីរបៀបបង្កើត PayPal ដើម្បីដកលុយនៅប្រទេសកម្ពុជាយើងបានអញ្ចឹងយើងចាប់ផ្ដើមទាំងអស់គ្នាជំហានដំបូងគឺយើងបើក Opera បន្តមកបងប្អូនចូល Google បន្តមកយើងវាយពាក្យ PayPalចុចលើវាទៅបន្តមកយើងយកពាក្យ Sign up អញ្ចឹងwebsite ខ្លះគឺវាអត់ចេញអញ្ចឹងទេវាចេញជាលក្ខណៈឲ្យយើងបំពេញនៅប្រទេសអញ្ចឹងនៅពេលដែលបងប្អូនបំពេញប្រទេសទាមទារឲ្យបងប្អូនដាក់សហរដ្ឋអាមេរិកទៅវាចេញអញ្ចឹងតោះនេះចឹងបើកាលណាបងប្អូនអត់ដាក់សហរដ្ឋអាមេរិកបងប្អូនដាក់កម្ពុជាគឺវាអត់ support លុយមកទេអញ្ចឹងយើងដាក់សហរដ្ឋអាមេរិកអូខេឥឡូវយើងបន្តទៀតគឺយើងចុចពាក្យ personal account កន្លែងនេះគឺយើងអាចដាក់សហរដ្ឋអាមេរិកណាកុំដាក់កម្ពុជាអញ្ចឹងបងប្អូនចូលបង្កើត Gmail មួយថ្មីមកខ្ញុំមាន Gmail របស់ខ្ញុំហើយនេះគឺជាឧទាហរណ៍ទេនៅពេលបងប្អូនបង្កើត Gmail ហើយយើងដាក់ Gmail មួយទៀតដើម្បី confirm វាឲ្យយើងទៅសេជាដៃហើយកន្លែងនេះយើង password មួយយើងដាក់ password ជាលក្ខណៈអក្សរផងលេខផងអក្សរធំផងឲ្យបាន8ឡើងលើទៀតចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតកន្លែង password គឺយើងដាក់អក្សរផងអក្សរតូចផងអក្សរធំផងលេខផងឲ្យលើសពី8អូខេអញ្ចឹងយើង continue កន្លែងនេះគឺយើងបំពេញអាសយដ្ឋានកន្លែងនេះគឺជាចំណុចសំខាន់មួយដែរអញ្ចឹងយើងចូល website នេះដើម្បីបំពេញអាសយដ្ឋានយើងកុំដាក់អាសយដ្ឋានរបស់យើងគឺអាសយដ្ឋានរបស់ដែលអ្នកដែលរស់នៅសហរដ្ឋអាមេរិកកាណាដាអញ្ចឹងអ្នកដែលនៅក្នុងនេះណាអញ្ចឹងទាមទារឲ្យបងប្អូនចំណាំនៅ website មួយនេះដើម្បីបំពេញនៅបែបបទដែលវាសួរអញ្ចឹងយើងដាក់ឈ្មោះយើងអាចដាក់ឈ្មោះរបស់យើងបានអត់បញ្ហាទេឈ្មោះនេះចេះតែដាក់ទៅអញ្ចឹងអាសយដ្ឋានគឺទាមទារយកពីនេះយកពី website មួយនេះអាសយដ្ឋាននៅលើនេះអញ្ចឹងយើងចូលកន្លែងពាក្យនេះមក copy វាយកទៅដាក់នៅក្នុង PayPal របស់យើងទីក្រុងអញ្ចឹងទីក្រុងគឺទីក្រុងនេះឈ្មោះទីក្រុងរបស់វានៅសហរដ្ឋអាមេរិកអានេះវា IA អានេះ IA អញ្ចឹង IA កន្លែងនេះយើងចុច IA ណា IA នេះគឺ IA កូដរបស់វានេះលេខទូរស័ព្ទក៏យើងយករបស់គេដែរកុំដាក់លេខទូរស័ព្ទរបស់យើងគ្រីតតមកឲ្យក្រេតអញ្ចឹងកន្លែងនេះគឺយើងមិនបាច់ពេញទេយើងមិនបាច់ពេញយើងមិនបាច់ខ្វល់វាទេអូខេយើងចូលកន្លែងនេះ PayPal អញ្ចឹង PayPal account របស់យើងគឺបានសម្រេចហើយ PayPal នេះគឺអាចទទួលលុយពី Music Nation Freedom ឬក៏website network តាម YouTube ទាំងអស់គឺវាអាច support នៅ PayPal នេះបានអញ្ចឹងយើងអាចដកលុយតាម PayPal នេះបានបន្ទាប់ពីយើងចុចចឹងហើយ
វាចេញជាទ្រង់ទ្រាយលក្ខណៈអញ្ចឹងឥឡូវយើងលុបអោវាកន្លែងនេះបងប្អូនអាចបំពេញអ៊ីមែលបំពេញអីវាហើយយើង login ចឹងយើងវាយ password ចូលមកនេះចឹងកន្លែងនេះគឺយើងអាចបំពេញ email address លេខទូរស័ព្ទ confirm ជាមួយលេខទូរស័ព្ទ confirm ជាមួយលេខទូរស័ព្ទនៅក្នុងផ្ទះ confirm bank ហើយមានសំណួរ confirm អីយ៉ាងសំណួរតែឥឡូវយើង confirm email ចឹងយើង confirm email កន្លែងណាទេអូខេយើងចុចកន្លែងនេះទៅវាផ្ញើ email ទៅយើងណាចឹងយើងទៅឆែក email របស់យើងឆែក Gmail របស់យើងមិញនេះ PayPal ផ្ញើមក complete យក PayPal យើងយកពាក្យ yes ទៅតោះមកយើងវាយ password របស់យើងចូលចឹងយើងបានបំពេញវាមួយទៀតហើយនៅសល់លេខទូរស័ព្ទចឹងលេខទូរស័ព្ទយើងមិនអាច confirm ជាមួយនឹងលេខទូរស័ព្ទខ្មែរយើងបានទេគឺលេខទូរស័ព្ទអាមេរិកនេះជាមួយលេខទូរស័ព្ទនេះចឹងដោយសារយើងអត់មានលេខទូរស័ព្ទហ្នឹងគឺយើងបាន 40% ចឹងរបៀបបង្កើត PayPal ដែលអាចដកលុយនៅស្រុកខ្មែរបានគឺមានប៉ុណ្ណឹងសង្ឃឹមថាបងប្អូននឹងយល់ហើយអាច